ពេលព្រឹកមានបាយមានបាញ់សុងខ្ញុំអត់ទៅលក់ព្រោះអីខ្ញុំអត់មានដើមទុនមកខ្ញុំលក់អញ្ចឹងបើដើមទុនតិចចំណាយតិចព្រោះអីយើងដឹកមកដឹកទៅខ្លួនឯងអត់នេះយើងបិចចប់អញ្ចឹងវាថ្លាហើយយើងមើលឃើញណាមួយតំណងញ៉ាំផងតែអាហ្នឹងយើងអាចវារឹងហើយយើងដឹកមកស្រួលអត់ស្ដាស់ពេលយើងដឹកមកវាទុនហើយវាថ្លៃផងអ្នកភាគច្រើនគាត់ដាក់តែតាមម្ហូបដូចតែសាឡាត់អីហ្នឹងណាតែបាយអញ្ចឹងបើដាក់ប្រអប់ហ្នឹងគឺភ្ញៀវគាត់ឃើញគាត់គូបដោយគាត់អត់ចូលទិញទេបងអាហ្នឹងគេប្រកាសស្នាមច្រើនមែនតែដឹងធ្វើម៉េចបើអាហ្នឹងជាមុខរបរបើយើងមិនរកក៏យើងមិនបានអីហូបភាគច្រើនគេគ្រប់គ្នាគេលក់អញ្ចឹងទាំងអស់គេក៏លក់ក៏យើងក៏លក់ដែរបងថ្ងៃអនាគតបើខ្ញុំមានលទ្ធភាពខ្ញុំបើកហាង